សួរនឹងសួស្តីបងប្អូនអរគ្នានេះជាសកម្មភាពដែលយើងធ្វើការ backfill នៅតាមជួរដែលនៅក្បែរលបងជាប់លបងអញ្ចឹងលបងយើងដោយសារយើងធ្វើមុនការចាក់ដីអញ្ចឹងបើសិនជាយើងចាក់ដីដែលអត់ប្រុងប្រយ័ត្នអញ្ចឹងធ្វើឲ្យការងារលបងយើងប៉ះពីឬក៏វាបាក់លបងក៏អាចថាបានអញ្ចឹងយើងមានតែវិធីសាស្ត្រមួយគឺយើងចាក់បែបនេះយើងព្យាយាមកាត់បន្ថយដីដែលវាជ្រេលទៅប៉ះលបងគឺធ្វើម៉េចឲ្យវាប៉ះលបងតិចតួចបំផុតអញ្ចឹងដូចនេះយើងអត់អាចឈូសដីឲ្យវាបុកលបងឲ្យស្មើនឹង top layer របស់វាស្មើលបងបែបនេះបានទេអញ្ចឹងយើងត្រូវតែដាច់ខាតយើងយក SK មកបរាយវាបែបនេះបរាយឲ្យវាជ្រេលទៅតិចបំផុតហើយយើងធ្វើការបង្ហាប់ដោយរឡូមានទម្ងន់ស្រាលហើយយើងមិនត្រូវបានរំញ័រទេដោយសារបើសិនជាយើងរំញ័រធ្វើឲ្យវាប៉ះពាល់ដល់លបងធ្វើឲ្យវាប្រេះទី1ទី2ធ្វើឲ្យបើសិនជាករណីអាចធ្ងន់ធ្ងរធ្វើឲ្យបាក់លបងទី3ធ្វើឲ្យលបងវាខូចត្រង់ទ្រាយឬក៏វាអាចហៅថា trade បើសិនជា trade គឺយើងត្រូវការបើសិនជា trade ប្រេះបាក់លបងយើងត្រូវការធ្វើលបងឡើងវិញអញ្ចឹងបើសិនជាយើងធ្វើលបងឡើងវិញធ្វើឲ្យការងារ2ដងទី1ទី2ធ្វើឲ្យការងារយើងធ្វើលបងប៉ះពាល់ដល់ការងារដីទៀតដោយសារអីដោយសារបើសិនជាយើងធ្វើលបងម្ដងទៀតនោះយើងត្រូវការងារកាយដីតាមលបងនេះត្រូវកាយដីចេញដើម្បីយើងជីកធ្វើគ្រឹះលបងម្ដងទៀតអញ្ចឹងការងារវាត្រឡប់ក្រោយវិញយើងកាយដីធ្វើលបងមួយសាទៀតនាំឲ្យពេលដែលយើងធ្វើលបងហើយយើងនៅតែ backfill មួយសាទៀតដែរអញ្ចឹងដើម្បីជៀសវាងបញ្ហាទាំងនេះយើងត្រូវតែពេលដែលយើងធ្វើការងារ backfill នៅតាមលបងបែបនេះគឺចំណុចសំខាន់បំផុតយើងត្រូវមាន signal man បានន័យថាយើងត្រូវមានមនុស្សម្នាក់ជាអ្នក watchman យើងត្រូវឈរមើលជួយឲ្យសញ្ញាទៅខាង SK ឲ្យសញ្ញាទៅខាង SK ថាអូបើសិនជាមានបញ្ហាណាមួយតែគាត់មើលអត់ឃើញបាំងដៃ SK ឬក៏វាបាំងចំណុចណាមួយអញ្ចឹងធ្វើឲ្យគាត់មើលអត់ឃើញច្បាស់ធ្វើឲ្យគាត់វាសដៃ SK ទៅវាប៉ះលបងទី1ទី2គាត់ធ្វើការងារជ្រុលជ្រុះដៃទៅវាខូចគេហៅថាខូចបាក់លបងយើងខូចត្រង់ទ្រាយលបងយើងអញ្ចឹងការងារនេះដាច់ខាតគឺវាធ្ងន់ធ្ងរគឺជាបញ្ហាដែលយើងត្រូវតែការពារវាអាចថាបើសិនជានេះដោយសារទីតាំងយើងវាលតែបើសិនជាទីតាំងដែលវាភាគវាតូចចង្អៀតមានមនុស្សធ្វើការច្រើនអញ្ចឹងបើសិនជាយើង backfill ដោយអត់មានគេហៅថា watchman អ្នកឲ្យសញ្ញាទៅ SK អញ្ចឹងវាអាចទី1គាត់ថយគាត់កាយបដាគាត់ឆាយបដាគាត់ឈូសបដាធ្វើឲ្យគាត់ថយជួនកាលគាត់ថយទៅគឺប៉ះអ្នកដែលដើរចិត្តប៉ុន្តែនេះខ្ញុំនិយាយទៅដល់ការងារសុវត្ថិភាពហើយអញ្ចឹងការងារសុវត្ថិភាពដោយសារឯការថាយើងផ្ដោតលើសុវត្ថិភាពជាចម្បងអញ្ចឹងយើងត្រូវតែមានអ្នកបញ្ញាជាដាច់ខាតហើយថាពីទូទៅនៅតាមការដ្ឋានយើងអាសានិយាយថា safety first សុវត្ថិភាពជាចម្បងអញ្ចឹងយើងការងារដែលនៅឆ្ងាយពីមនុស្សក៏ដោយយើងតែនេះយើងនៅក្បែរលបងយើងខូចខាតទ្រព្យសម្បត្តិក្រុមហ៊ុនក៏ជាចំណុចសំខាន់មួយទៀតដែរអញ្ចឹងបន្ទាប់ពីប៉ះពាល់ដល់ជីវិតមនុស្សប៉ះពាល់គ្រោះថ្នាក់ដល់ជីវិតមនុស្សយើងក៏ត្រូវការពារទ្រព្យសម្បត្តិក្រុមហ៊ុនដែរហើយយើងត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនអញ្ចឹងខ្ញុំត្រឡប់មក
càng nghe đặc biệt soi bao giờ tích tích bài đi để bao cái mang tôi hái dương cái đấy dương chai để lẹ tích 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 hơi dương đừng miên bô lơ sờ mà tam cầu con đừng hồi tay bị khăn nó con đừng mà chu ở Việt Smart chai Việt Smart là vé hơi dương đừng miên rồi lô màu cân bằng hạt bàn tay đòi ăn miên ca đồng nhỏ tôi cho bạn được chết thằng đàm giống dương mà này đồng nhỏ bạn tê rồi sao dương kia là bóng kháng phê còn sân chia đồng nhỏ với bạn là bóng bạn trong việc phải là bóng khôi trong free dương lại khá thời chia huyền dương chia quy phạm có dương thà có gì sao hơi nâng làm nó sai một pel bành hà cạt làng chẳng thì đậu đi thì quen đá chẳng bỏ xôm xôm mình chọn bị đậu là phần nắng không bỏ cuốn xôm trong được gì